ជំរាបសួរបងប្អូនអរគ្នាវិលមកជួបម្ដងទៀតហើយគឺចាក់ជាមួយនឹងកូនផ្សិតជុំទី1គឺយើងចាក់ magic ring 1និងចាក់ single crochet ចំនួន6ជុំទី2យើងចាក់ជាមួយនឹង increase សុទ្ធតែម្ដង1+2 ជួរទី3គឺយើងចាក់ single crochet និង increase មក+1មក+ទៀត2ជួរទី4ចាក់ single crochet ចំនួន8ជួរទី5ចាក់2 single crochet និង increase ចំណែកជួរទី6ចាក់ single crochet សុទ្ធឥឡូវនេះយើងចាក់គ្រប់ជួរទី6ហើយគឺរួចជាមួយនឹងក្បាលផ្សិតជើងចូលជើងផ្សិតម្ដងសម្រាប់ជើងផ្សិតជួរទី1យើងធ្វើ magic ring ហើយ6 single crochet ជួរទី2យើងចាក់ single crochet 1និង increaseជួរទី3ចាក់ single crochet ចំនួន9ជួរទី4ចាក់ single crochet និង decrease ចាក់បរួមអ្នកទាំងអស់គ្នាជួរទី5ទី6យើងចាក់ single crochet ចំនួន6ជួរទី7យើងចាក់ increase សុទ្ធមក+2ជួរទី8យើងចាក់2 single crochet និង increase ចាប់ផ្ដើមរៀងព្រិចបន្តិចគ្រប់ជួរទី8យើងចាប់ផ្ដើមកាត់ផ្ដាច់បន្តមកយើងចាក់ភ្ជាប់ជាមួយនឹងក្បាលផ្សិតយកជើងផ្សិតចាក់ភ្ជាប់មួយក្បាលផ្សិតហើយយើងសើកជាមួយនឹងសំឡីឲ្យណែនជាមួយជើងផ្សិតសិនបន្តមកយើងចាក់ភ្ជាប់គ្នាចាក់ជួរទី9នេះយើង single crochet សុទ្ធភ្ជាប់គ្នាបែបនេះហើយសម្រាប់ពណ៌វិញអ្នកទាំងអស់គ្នាយកពណ៌អីចាក់ក៏បានដែរអត់តែស្រឡាញ់ពណ៌ផ្សិតបែបណាចង់ពណ៌ត្នោតក៏បានពណ៌លឿងពណ៌ក្រហមព្រោះផ្សិតមានច្រើនពណ៌បន្តមកញាត់ជាមួយនឹងសម្លៃបន្ថែមនៅកន្លែងក្បាលផ្សិតដើម្បីឲ្យឃើញប៉ោងស្អាត
ហើយចាប់ផ្ដើមដែលកចាក់ជាមួយនឹងអុចនៅលើក្បាលផ្សិតពណ៌សបែបនេះហើយឥឡូវនេះយើងចាក់បានផ្សិតមកគូហើយខ្ជូតទូចខ្លាំងមែនតើអញ្ចឹងបន្ថែមជាមួយនឹងបតោនចាហើយផ្សិតថាមានច្រើនម៉ូតលើកនេះខ្ញុំបង្ហាញម៉ូតនេះសិននៅមានម៉ូតជាច្រើនទៀត